នេះគឺជាលើកទី1របស់ខ្ញុំហើយក្នុងឆាកជីវិតដែលហ៊ានជិះឡានប្រណាំងដែលមានល្បឿនលឿនរបស់គេនេះបាទអញ្ចឹងធ្លាប់តែនៅពីតូចយើងមានល្បែងលេងគេហៅថាឡានបុកគ្នាកំសាន្តអីនៅពេលដែលមានកម្មវិធីបន់អីផ្សេងៗអញ្ចឹងណាបាទអញ្ចឹងដល់ពេលលើកនេះគឺជាបទពិសោធន៍ថ្មីមួយដែលខ្ញុំហ៊ានសាក់លបងជិះឡានប្រណាំងនេះបាទហើយពីដំបូងឡើយហ្នឹងគឺមកកន្លែងនេះគឺគិតថាមកដើម្បីគ្រាន់តែកំសាន្តលេងពីទេសភាពបរិយាកាសហើយក៏មើលគេអញ្ចឹងណាបាទគ្រាន់តែឈោមើលគេក្នុងការជិះឡានប្រណាំងនឹងទេបាទអញ្ចឹងអត់មានបំណងក្នុងការជិះខ្លួនឯងទេដោយសារអារម្មណ៍ខ្លួនឯងនឹងដឹងដែរថាអត់ចង់សាកទេដោយសារឃើញល្បឿនលឿនពេកបាទអញ្ចឹងដល់ពេលមើលចោះមើលឡើងមានណាមិត្តភក្តិបបួលថាសាកម្ដងទៅបាទមិនងាយមានឱកាសទេហើយបានជាមកដល់កន្លែងនេះហើយគួរតែសាកល្បងឲ្យមានបទពិសោធន៍កន្លែងដែលជិះឡានប្រណាំងដ៏ធំជាមួយនឹងទេសភាពស្អាតនេះគឺស្ថិតនៅ Phillip Island GP Circuit ដែលស្ថិតនៅក្នុងទីក្រុង Melbourne រដ្ឋ Victoria ប្រទេសអូស្ត្រាលីបាទអញ្ចឹងយើងទៅទស្សនាទេសភាពទាំងអស់គ្នាហើយ GP Circuit នេះគឺមានឈ្មោះពេញថា Grand Prix Circuit បាទអញ្ចឹងឥឡូវយើងចាប់ផ្ដើមទៅមជ្ឈមណ្ឌលសួរព័ត៌មានរបស់គេអំពីការជិះឡានប្រណាំងគេហៅថា GP Circuit ហ្នឹងមួយក៏ Go Kart ហ្នឹងថាតើមានលក្ខណៈយ៉ាងដូចម្ដេចតម្លៃយ៉ាងម៉េចដែរក៏ដូចជាការទស្សនាមើលបរិយាកាសបាទដែលផ្លូវរត់របស់គេនឹងវាយ៉ាងម៉េចដែរហើយបើនិយាយអំពីទេសភាពក៏ដូចជាបរិយាកាសនៅក្នុងមជ្ឈមណ្ឌល GP Circuit របស់គេនេះគឺមានសភាពស្រស់ស្អាតបាទដោយសារតែថ្ងៃដែលខ្ញុំទៅទស្សនានេះគឺជាថ្ងៃមួយដែលល្អបាទដែលមានបើកថ្ងៃប៉ុន្តែមានខ្យល់ធ្លាក់បន្តិចបាទខ្យល់ធ្លាក់ខ្លាំងមែនទែនហើយមានជាការបង្កឲ្យមានភ្លៀងធ្លាក់ដែលរំខានដល់ការដំណើរកម្សាន្តរបស់ក្រុមពួកខ្ញុំទេបាទហើយបើក្រឡេកអំពីទីតាំងភូមិសាស្ត្រដែលគេជ្រើសរើសទីតាំងក្នុងការដាក់ GP Circuit នេះវិញគឺពិតជាល្អមែនទែនបាទដោយសារតែគេជ្រើសរើសកន្លែងដែលនៅជិតមាត់សមុទ្របាទហើយនៅពេលដែលយើងជិះឡានប្រណាំងនឹងទៅជាមួយនឹងទេសភាពផ្ទៃសមុទ្រដែលពណ៌ខៀវមេឃពណ៌ខៀវទៀតជាមួយនឹងស្មៅពណ៌បៃតងស្រស់ស្អាតអមជាមួយនឹងដើមឈើទៀតសោតនឹងគឺស្រស់ស្អាតខ្លាំងនឹងទៅដល់ទីលានប្រណាំងឡានរបស់គេនឹងគឺពួកខ្ញុំបានដើរមើលថតរូបទេសភាពស្រស់ស្អាតបាទនៅក្នុងមជ្ឈមណ្ឌលរបស់គេនឹងមួយសន្ទុះសិនបាទដើរមើលថាមានទេសភាពអីខ្លះបាទហើយមានសត្វបក្សាបក្សីអីហោះពេញទៅនឹងឯងបាទអញ្ចឹងនៅស្រុកនេះគឺសម្បូរណាស់បាទសត្វអីហ្នឹងគឺអត់មានខ្លាចមនុស្សទេបាទអត់មានផ្អើលមានអីទេអញ្ចឹងចុងក្រោយក៏យើងសម្រេចចិត្តថាយើងនឹងជិះទាំងអស់គ្នាបាទហើយតម្លៃសម្បត្តិរបស់គេនេះគឺមានតម្លៃ$40សម្រាប់មនុស្សធំបាទមុនដំបូងហ្នឹងគឺខ្ញុំគិតថាចង់ជិះ1-2នាក់អញ្ចឹងទៅសួរគេទៅគេថា1-2នាក់ហ្នឹងគឺបានតែមនុស្សធំមួយជាមួយនឹងកូនក្មេងមួយទេអមបាទដោយសារតែកូនក្មេងគាត់អត់អាចបើកបានអញ្ចឹងណាអញ្ចឹងមុនដំបូងគឺថាពួកខ្ញុំជាមួយនឹងមិត្តភ័ក្តិរបស់ខ្ញុំហ្នឹងគឺជិះ1-2នាក់អញ្ចឹងទៅមានណាគឺអត់បានទេអញ្ចឹងសម្រាប់ចាត់ថាជិះម្នាក់មួយរៀងៗខ្លួនអញ្ចឹងទៅបាទដើម្បីបានទួបានបទពិសោធន៍ថ្មីទីដំបូងនេះគឺក្នុងការត្រៀមខ្លួនក្នុងការបើកឡានប្រណាំងរបស់គេយើងហៅថា Go Kart ហ្នឹងគឺយើងត្រូវរៀបចំខ្លួនសុវត្ថិភាពអីមួយចំនួនសិនដូចជាការពាក់មួកការពារបាទមួកសុវត្ថិភាពអញ្ចឹងណាបាទអញ្ចឹងជាដំបូងគឺយើងត្រូវពាក់អាកណាត់អីគេនឹងម្នាក់មើលទៅពេលពាក់ហើយគឺនឹងគ្នាសើចដោយសារមើលទៅគឺដូចចោលបាទអញ្ចឹងបន្ទាប់មកទៀតគឺក្រុមការងាររបស់គេនឹងគេបានជ្រើសរើសមួកសុវត្ថិភាពដែលស័ក្តិសមជាមួយនឹងយើងបាទចឹងតាមទំហំអីចឹងទៅចឹងគេពាក់ឲ្យយើងហើយគេមើលអំពីការដាក់កន្លឹះឲ្យបានត្រឹមត្រូវអំពីសុវត្ថិភាពរបស់យើងមុននឹងយើងត្រៀមចេញទៅជិះឡានហ្នឹងបាទចឹងគឺគេមើលបានល្អិតល្អន់ហើយដែលខ្ញុំទៅលេង GP Circuit នេះគឺដើម្បីទៅជិះឡានប្រណាំងរបស់គេយើងហៅថា Go Kart នេះគឺពួកខ្ញុំមានគ្នាចំនួន5នាក់បាទអញ្ចឹងគឺមានជនជាតិឥណ្ឌូនេស៊ីមានជនជាតិភូមាបាទអញ្ចឹងក៏ពួកយើងស្គាល់គ្នានៅពេលដែលយើងមកអូស្ត្រាលីអញ្ចឹងទៅក៏រាប់អានគ្នាហើយក៏បបួលគ្នាមកលេងនៅកន្លែងនេះទាំងអស់គ្នាបាទហើយឥឡូវនេះក៏ពួកខ្ញុំបានត្រៀមខ្លួនរួចអស់គ្រប់គ្នាហើយពាក់មួកសុវត្ថិភាពដាក់កន្លឹះឲ្យបានត្រឹមត្រូវមុននឹងទៅកន្លែងទីលានជិះឡានប្រណាំងនឹងបាទអញ្ចឹងបានរួចទាំងអស់គ្នាហើយក៏គេមានការបញ្ចាំង screen អំពីឈ្មោះរបស់យើងទៅតាមលេខឡានប្រណាំងរបស់យើងនឹងបាទអញ្ចឹងឥឡូវនេះគឺពួកខ្ញុំបានឡើងជិះហើយទៅតាមលេខរៀងខ្លួនហើយខ្ញុំនឹងគឺលេខ27បាទហើយគ្នាពួកខ្ញុំគឺមានគ្នាចំនួន5នាក់អញ្ចឹងមកក្រុម session របស់គេនឹងគឺមានរយៈពេល10នាទីអញ្ចឹងគឺសម្រាប់ក្រុមរបស់ពួកខ្ញុំប៉ុន្តែដោយសារតែឡានរបស់គេមានច្រើនគឺមានក្រុមគេផ្សេងពី3នាក់ទៀតដើម្បីចូលមកក្រុមជាមួយគ្នាដែលមានរយៈពេល10នាទីក្នុងមួយជុំបាទអញ្ចឹងតម្លៃ$40ហ្នឹងគឺបានតែ10នាទីនឹងទេអញ្ចឹងបើសិនជាអ្នកណាគាត់បើកយឺតអីគាត់បានតិចជុំ
នៅពេលដែលយើងជិះនៅតាមឡានប៉ណ្ណាំងមួយរៀងៗខ្លួនអញ្ចឹងទៅគឺយើងត្រូវដាក់ខ្សែក្រវ៉ាត់សុវត្ថិភាពឲ្យបានត្រឹមត្រូវហើយក្រុមការងាររបស់គេនឹងគឺគេបានមើលទៅតាមឡានរបស់យើងជួយមើលអំពីការដាក់ខ្សែក្រវ៉ាត់របស់យើងនឹងបានត្រឹមត្រូវហើយនៅមុននឹងឲ្យយើងចេញដំណើរបាទអញ្ចឹងគឺគេមើលបានល្អិតអន់របស់គេទាញមើលខ្សែក្រវ៉ាត់របស់យើងនឹងតឹងបាទហើយក្លឹបត្រូវជាមួយនឹងខ្លួនរបស់យើងហើយនៅយើងបានដាក់បានត្រឹមត្រូវអត់បាទមុននឹងគេអនុញ្ញាតឲ្យយើងចេញទៅបាទហើយសួរថាការជិះលបឿនឡានប៉ណ្ណាំងកូខាតរបស់គេនេះគឺគេអនុញ្ញាតឲ្យលបឿនអតិបរមាប៉ុន្មានបាទជាទូទៅគឺនៅនេះគឺពួកខ្ញុំបានសួរគេថាលបឿនអតិបរមាដែលយើងអាចបើកលឿនមែនទែននឹងគឺ40គីឡូម៉ែត្រក្នុង1ម៉ោងបាទប៉ុន្តែទៀតសោតសម្រាប់ខ្ញុំគឺអត់ហ៊ានបើកដល់ថ្នាក់នឹងទេហើយខ្ញុំអត់សូវចូលចិត្តលឿនដែរខ្ញុំខ្លាចអញ្ចឹងក៏ទៅតាមនឹងទៅមុននឹងយើងចេញដំណើរមកក្រុមនេះគឺទាល់តែគ្នាយើងទាំងអស់គ្នានឹងគឺបានរួចរាល់ទាំងអស់គ្នាដូចជាការពាក់មួកសុវត្ថិភាពបានត្រឹមត្រូវបាទបិទកញ្ចក់អីឲ្យបានត្រឹមត្រូវហើយនឹងដាក់ខ្សែក្រវ៉ាត់ឲ្យមានសុវត្ថិភាពត្រឹមត្រូវអស់ហើយដែលក្រុមការងាររបស់គេបានពិនិត្យមើលនឹងបានគេឲ្យយើងចេញទៅដំណើរគ្នាអញ្ចឹងគេអត់ឲ្យមានការចេញទៅមុនក្រោយទេអញ្ចឹងមកជុំរបស់គេគឺមាន10នាទីអញ្ចឹងឥឡូវនេះគឺពួកខ្ញុំបានចាប់ផ្ដើមចេញដំណើរបដៅហើយបាទអញ្ចឹងទាប់តែនឹងចេញបានមួយផ្លេតឥឡូវនេះគឺមិត្តភ័ក្តិរបស់ខ្ញុំនឹងគឺគាត់បានបើកទៅបុកយ៉ាងមួយបាត់អញ្ចឹងគួរចង់សើចដែរដោយសារតែចង្កូតឡានប៉ណ្ណាំងនេះគឺវាមានលក្ខណៈមួយដែលតឹងខុសពីឡានយើងធម្មតាបន្តិចដោយសារតែដំបូងអត់ទាន់ស្មអញ្ចឹងមិត្តភ័ក្តិខ្ញុំលេខ26ហ្នឹងគឺគាត់បានបើកទៅបុកនឹងអញ្ចឹងបាត់ហើយហើយអ្វីដែលគួរអស់សំណើចទៀតហ្នឹងគឺទប់តែចេញបានមួយផ្លេតគាត់បានបុកអញ្ចឹង2ដងអញ្ចឹងបន្ទាប់ពីបុកមាញ់មួយហើយគាត់ទៅបុកអញ្ចឹងហ្នឹងម្ដងទៀតអញ្ចឹងក្រុមការងារគេក៏បានទៅជួយគាត់ដែរបាទឥឡូវនេះគឺពួកខ្ញុំ5នាក់ហ្នឹងគឺបានចាប់ផ្ដើមចេញដំណើរហើយបាទអញ្ចឹងដែលមានរយៈពេល10នាទីអញ្ចឹងអ្នកណាដែលគេបើកលឿនអីអញ្ចឹងទៅក៏គេបានច្រើនជុំអញ្ចឹងទៅបាទហើយសម្រាប់ខ្ញុំអត់ហ៊ានបើកលឿនទេដោយសារតែផ្លូវហ្នឹងគឺពិបាកដែរបាទកងិចកងែវបាត់បែនច្រើនមែនទែនដូចក្នុងរូបភាពអញ្ចឹងខ្ញុំខ្លាចអាត្រង់ដែលកន្លែងដែលបាត់បែនហ្នឹងគឺមានបញ្ហាប៉ុន្តែគេមានផ្លាកសញ្ញាថាតាណាដែលយើងគួរតែបន្ថយល្បឿនគេមានផ្លាកសញ្ញាភ្លើងលឿងភ្លើងខៀវអីដូចភ្លើងសញ្ញាចរាចរណ៍អញ្ចឹងឯងប៉ុន្តែអ្វីដែលសំខាន់គឺខ្ញុំខ្លាចខ្ញុំអត់ហ៊ានបើកលឿនទេអ្នកណាទៅមុនទៅខ្ញុំជិះដើម្បីតែកំសាន្តយកបទពិសោធន៍លេងបាទជាសកម្មភាពមួយដែលកំសាន្តអញ្ចឹងទេហើយប៉ុន្តែអ្វីដែលសំខាន់នេះគឺខ្ញុំខ្លាចមែនទែននៅពេលដែលគេបើកលឿនហ្នឹងគឺគេបើកមកបុកខ្ញុំហើយខ្ញុំខ្លាចក្លាប់ប៉ុន្តែអត់មានអីទេគឺពួកយើងសុវត្ថិភាពល្អទេដោយសារគេបើកមានការប្រុងប្រយ័ត្នដែរដែលគេអ្នកលឿនហ្នឹងគឺគេមានបទពិសោធន៍បើកអញ្ចឹងទៅគេបើកលឿនទៅហើយសម្រាប់ខ្ញុំនេះខ្ញុំបើកយឺតបាទដើម្បីបើកលេងបាទហើយតាណាដែលត្រូវលឿនក៏លឿនតាមគេទៅប៉ុន្តែកន្លែងបាត់បែនអត់ហ៊ានទៅលឿនទេខ្លាចដែរសម្រាប់ការជិះឡានប៉ណ្ណាំងកូខាតនេះគឺគេមានអនុញ្ញាតឲ្យយើងប្រើទូរស័ព្ទក្នុងពេលបើកបរហ្នឹងទេបាទអញ្ចឹងគេឲ្យយើងទុកទូរស័ព្ទហ្នឹងគឺនៅក្នុងកន្លែងមជ្ឈមណ្ឌលរបស់គេហ្នឹងគេរក្សាទុកឲ្យអញ្ចឹងយើងបើកធម្មតាអត់មានប្រើទូរស័ព្ទទេបន្ទាប់ពីយើងបានបញ្ចប់នៅការបើកបររបស់យើងដែលមានរយៈពេល10នាទីបាទគឺគេនឹងចេញលទ្ធផលឲ្យយើងថាការប៉ុណ្ណឹងរបស់យើងនឹងយើងបានលេខប៉ុន្មានហើយយើងបានជិះប្រមាណជុំដែរសម្រាប់ខ្ញុំផ្ទាល់គឺខ្ញុំបានលេខច្រើនមែនទែននឹងក្រោយពីយើងជិះឡានប៉ណ្ណាំងកូខាតនឹងហើយក៏យើងទៅរកអាហារសម្រន់នឹងសិនដោយសាររាំងល្ងាចដែរហើយអញ្ចឹងក៏ទៅកន្លែង Phillip Island Station របស់គេនឹងដើម្បីយើងទៅរកអាហារសម្រន់បន្ទាប់មកទៀតក៏យើងទៅកន្លែងមួយដែលមើលថ្ងៃលិចនៅក្បែរ Phillip Island នឹងមុននឹងយើងធ្វើដំណើរទៅផ្ទះវិញបាទដោយសារតែរាំងល្ងាចដែរហើយបាទអញ្ចឹងនៅតាមផ្លូវរបស់គេនឹងគឺមានសត្វ kangaroo ជាច្រើនបាទសូមអរគុណសម្រាប់ការតាមដានទស្សនាវីដេអូនេះហើយក៏សូមខន្តីអភ័យទោសរាល់កំហុសឆ្គងដែលកើតឡើងដោយអចេតនានៅក្នុងវីដេអូនេះគឺមានគោលបំណងក្នុងការផ្ដល់នូវការកម្សាន្តបាទសូមអរគុណសូមជម្រាបលា